ជំរាបសួរខ្ញុំចាំដិតខុនសុនលីប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យអនុស្សាវរីយ៍សន្តិខៀវខ្ញុំបម្រើការងារនៅមន្ទីរពេទ្យអនុស្សាវរីយ៍សន្តិខៀវរយៈពេល13ឆ្នាំហើយនៅមន្ទីរពេទ្យអនុស្សាវរីយ៍សន្តិខៀវយើងមានសេវាសង្គ្រោះបន្ទាន់តាក់ទងជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍តាក់ទងជាមួយនឹងការបាក់បែកមានការសង្គ្រោះបន្ទាន់បេះដូងហើយនិងសង្គ្រោះបន្ទាន់ទូទៅនៅផ្នែកសង្គ្រោះបន្ទាន់របស់យើងគឺយើងបើក24ម៉ោងលើ24ម៉ោង7ថ្ងៃក្នុងមួយសប្តាហ៍គ្នានុបដ្ឋាយិកាហើយនិងគ្រូពេទ្យរបស់យើងមានការផ្លាស់ប្ដូរវេនគ្នាធ្វើការដើម្បីរក្សាថារាល់អ្នកជំងឺដែលមកព្យាបាលនៅមន្ទីរពេទ្យអនុស្សាវរីយ៍សន្តិខៀវគឺមានគ្រូពេទ្យចាំជួយសង្គ្រោះគ្រប់ពេលវេលាភាគច្រើនយើងទទួលតជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងការឈឺទ្រូងហត់មានការហូរឈាមយើងមានទ្រយាចគេហៅថាប្រភេទអ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់ភ្លាមអ្នកជំងឺសង្គ្រោះបន្ទាន់បន្ទាប់និងអ្នកជំងឺសង្គ្រោះដែលអាចរងចាំបានការឆ្លើយតបរហ័សចំពោះអ្នកជំងឺអាចកាត់បន្ថយតាក់ទងជាមួយនឹងហានិភ័យរបស់អ្នកជំងឺតាក់ទងជាមួយនឹងអាយុជីវិតហើយនិងផលប៉ះពាល់នៅរយៈពេលវែងនៅផ្នែកសង្គ្រោះបន្ទាន់របស់យើងមានឧបករណ៍សម្រាប់ឆក់បេះដូងគេហៅថា defibrillator យើងមានឧបករណ៍សម្រាប់ការជួយសង្គ្រោះផ្លូវដង្ហើមគេហៅថា ventilator ហើយនិងឧបករណ៍សម្រាប់តាមដានតាក់ទងជាមួយនឹងសញ្ញាជីវិតរបស់អ្នកជំងឺគេហៅថា patient monitoring បច្ចេកវិទ្យាដែលធ្វើឲ្យមានប្រសិទ្ធភាពលឿននិងត្រឹមត្រូវគឺគ្រូពេទ្យយើងមានជំនាញក្នុងការធ្វើអេកូនៅនឹងកន្លែងអ្នកជំងឺតែម្ដងគួបផ្សំជាមួយនឹងមន្ទីរពិសោធន៍ជាមួយនឹងរូបភាពវិទ្យាសាស្ត្រយើងទំនើបអញ្ចឹងធ្វើឲ្យការធ្វើរោគវិនិច្ឆ័យយើងបានលឿនហើយនឹងត្រឹមត្រូវក្រុមការងារសង្គ្រោះបន្ទាន់យើងមានការប្រស័យតាក់ទងគ្នាបានយ៉ាងជិតស្និទ្ធជាពិសេសជាមួយនឹងក្រុមការងារផ្នែកវះកាត់ផ្នែកសណ្ដំដែលជួយឲ្យយើងធ្វើការងាររក្សាសង្គ្រោះអ្នកជំងឺបានជាប់លាប់ជានិច្ចដើម្បីធានាសុវត្ថិភាពអ្នកជំងឺគឺយើងព្យាបាលទៅតាមគោលការណ៍ព្យាបាលគេហៅថា clinical protocol បានត្រឹមត្រូវហើយនឹងច្បាស់លាស់ដើម្បីធានាគុណភាពសេវាគឺក្រុមគ្រូពេទ្យយើងបានទទួលការបណ្ដុះបណ្ដាលជាប្រចាំហើយនឹងពិនិត្យកែលម្អជានិច្ចពេលដែលអ្នកជួបបញ្ហាសង្គ្រោះបន្ទាន់សូមកុំស្លន់ស្លោហើយអាចរក្សាលេខទូរស័ព្ទរបស់មន្ទីរពេទ្យយើងបានហើយអាចខលមកយើងគ្រប់ពេលវេលាយើងបើកសេវាសង្គ្រោះបន្ទាន់យើងគឺ24ម៉ោងលើ24ម៉ោង7ថ្ងៃក្នុងមួយសប្តាហ៍អ្នកជំងឺគួរតែមកមន្ទីរពេទ្យភ្លាមនៅពេលដែលគាត់មានអាការៈឈឺទ្រូងខ្លាំងឬក៏បាត់បង់ស្មារតីឬក៏ហូរឈាមមិនឈប់ហត់ខ្លាំងអាចត្រូវមកមន្ទីរពេទ្យភ្លាមក្រុមការងារសង្គ្រោះបន្ទាន់របស់យើងត្រៀមខ្លួនជាស្រេចសម្រាប់ជួយសង្គ្រោះសុខភាពរបស់ប្រជាជននៅក្នុងសហគមន៍សុខភាពនិងជីវិតរបស់អ្នកជំងឺគឺជាអាទិភាពរបស់យើងជាចុងក្រោយខ្ញុំសូមអរគុណទៅលើប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងអស់គ្នាដែលផ្ដល់ទំនុកចិត្តទៅលើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអនុស្សាវរីយ៍សន្តិខៀវហើយយើងនឹងខិតខំបំពេញនឹងការខ្វះខាតហើយនឹងរៀនសូត្របន្ថែមដើម្បីជួយជីវិតអ្នកជំងឺឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀតបាទសូមអរគុណ